សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះឲ្យមានបានលើកយកស៊ីរឿងថ្មីមួយប្រភេទមកបកស្រាយចំណេះទាំងអស់គ្នាបានស្ដាប់ដែលរឿងមួយនេះផងដែរមានចំណងជើងថាអ្នកក្លាហានឆ្លងភពបើកឆាកនៃសេរីរឿងក៏បង្ហាញពីតួអង្គឯករបស់យើងដែលក៏មានឈ្មោះថាវូលីកំពុងតែនិយាយរៀបរាប់អំពីជីវិតមុនរបស់គាត់ដែលត្រូវបានមរណភាពរបស់គាត់នឹងវេដំច្រាំធាជាខ្លាំងលើពីនេះទៅទៀតនោះពួកគេក៏ថែមទាំងឲ្យគាត់នឹងធ្វើកិច្ចការផ្ទះរបស់មហាច្រើនផងដែរប៉ុន្តែវូលីក៏បានគិតថាដរាបណាគាត់ធ្វើកិច្ចការផ្ទះទាំងអស់នេះនោះជីវិតរបស់គាត់នឹងជោគជ័យជាមិនខាននៅពេលអនាគតតែយ៉ាងណាក៏ដោយការពិតវិខអំពីការគិតទៅបីជាការខិតខំប្រឹងប្រែងរបស់គាត់គឺខ្លាំងចន្ទខ្លាំងក៏ដោយក៏លទ្ធផលនៃការប្រឡងគឺ0លើ0យកតែម្ដងហើយពេលបញ្ចប់ការសិក្សាវូលីនក៏បានចុះឈ្មោះហាត់ប្រដាល់ក្នុងក្លឹបមួយតែលទ្ធផលគាត់ក៏ត្រូវបានជាវាដើមច្រាំធាក់កាន់តែខ្លាំងថែមទៀតដោយពេលខ្លះក៏ឆ្ងល់ផងដែរមិនបានជាមនុស្សគ្រប់គ្នាជួយចិត្តធ្វើបាបមកកាន់កូដខ្លាំងម្ល៉េះស្រាប់តែពេលនោះគ្រូបង្វឹកក៏ពឹងឲ្យវូលីននឹងធ្វើរបាយការណ៍ជូនគាត់មួយវូលីនក៏ចង់បដិសេធក៏ប៉ុន្តែគ្រូបង្វឹកក៏បញ្ចេញសេចក្ដីកង់ព្រមទាំងសួរថាឯនិយាយអ្វីមិញហ្នឹងយើងពិតជាមិនដឹងច្បាស់ទេដល់ដំណាក់កាលមួយនេះទៅហើយវូលីនគឺមានតែទៅយកទាំងសប្បាយរីករាយប៉ុណ្ណោះគ្រាន់តែលើបែបនេះមនុស្សគ្រប់គ្នាក៏ចាប់ផ្ដើមឲ្យរបាយការណ៍របស់ពួកគេទៅឲ្យវូលីនធ្វើឲ្យពួកគេផងវូលីនក៏ពិតជាទ្រាំលេងបានពិតមែនហើយក៏បាននិយាយខ្លាំងថាអូខេតែទាំងអស់គ្នាខ្ញុំយកប្រងធ្វើទាំងអស់ដល់ពេលយប់ឡើងវូលីនក៏ឆ្ងល់ខ្លួនឯងដែរមិនបានជាគាត់មិននិយាយបដិសេធទៅការធ្វើបាបនេះវាគ្មានប្រាក់ខែអ្វីសម្បីតែបន្តិចគឺមានតែធ្វើបាបខ្លួនឯងនោះទេស្រាប់តែពេលនោះជំងឺបេះដូងរបស់គាត់ក៏បានរើឡើងដែលលោកវិជ្ជបណ្ឌិតក៏ប្រាប់គាត់ថាបើគាត់នៅតែបន្តការងារនៅពេលយប់ទៀតនោះគាត់នឹងស្លាប់ដោយដឹងបែបនេះវូលីនក៏ស្រវេសវ៉ាទាញទូរស័ព្ទហៅទៅកាន់ឡានសង្គ្រោះបន្ទាន់តែជាអកុសលឲ្យទូរស័ព្ទរបស់គាត់នឹងដាច់លុយបាត់ទៅហើយវូលីនពិតជាអស់សង្ឃឹមជាខ្លាំងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគាត់ត្រូវតែបញ្ចប់កិច្ចការងាររបស់គាត់ជាមុនសិនពេលដែលបានបញ្ចប់រួចវូលីនពិតជាបានស្លាប់តែបាត់ភ្នែកចិត្តហើយយ៉ាងណាមិញគាត់ក៏បានផ្ញើហ្វាល់មួយផ្សេងទៀតទៅឲ្យលោកគ្រូបង្វឹកផងដែរពេលដែលហ្វាល់ត្រូវបានបើកភ្លាមរូបរាងរបស់សត្វចម្លែកក៏បង្ហាញពេញស្លាយតែម្ដងមនុស្សគ្រប់គ្នាក៏ពិតជាភ្ញាក់ផ្អើលជាខ្លាំងហើយសាច់រឿងនៃជីវិតមួយនេះត្រូវបានបញ្ចប់ជីវិតថ្មីក៏ត្រូវបានចាប់ផ្ដើមក្មេងស្រីកញ្ជ្រោងក៏បាននិយាយថាបងប្រុសវូលីនយើងបានសន្យានឹងគ្នាហើយថានឹងចេញទៅខាងក្រៅជាមួយគ្នាហើយឲ្យបានជាអ្នកបង្វែរនៅទីនេះទៅវិញវូលីនក៏បានតបថាគាត់បានហ្វឹកហាត់នៅទីនេះរយៈពេល20,000ឆ្នាំមកហើយប៉ុន្តែគាត់នៅតែមានអារម្មណ៍ថាកម្លាំងរបស់គាត់នៅតែខ្សោយជាងមនុស្សធម្មតាបន្តិចគ្រាន់តែលើបែបនេះចែកកញ្ជ្រោងក៏ដាច់ចកេភឹងយកតែម្ដងតាមមនុស្សធម្មតាឯណាអាចលើភ្នំដែលមកខាងបានទៅវូលីនក៏បានថែមទៀតថាតាសញ្ញារបស់គាត់នៅក្នុងពិភពលោកមួយនេះគឺជាលោកម្ចាស់វ័យក្មេងនៃនិកាយបិសាចក៏ប៉ុន្តែនិកាយបិសាចពេលនេះពិតជាទន់ខ្សោយពេកហើយមិនអាចសូម្បីតែការពារខ្លួនឯងបានផងដូច្នេះពួកគេគឺមានតែលាក់ខ្លួននៅក្នុងរូងភ្នំប៉ុណ្ណោះបើសិនបើគាត់មិនបានជួយសង្គ្រោះកញ្ជ្រោងតូចមួយនេះទេនោះជីវិតរបស់គាត់ប្រកាសជាឯកោណាស់ហើយដោយសារតែក្នុងរយៈពេល20,000ឆ្នាំមកនេះគាត់បានត្រឹមតែហ្វឹកហាត់កម្លាំងរាងកាយប៉ុណ្ណោះមូលហេតុគឺគាត់គ្មានឬក៏ខាវិញ្ញាណដូចជាគេនោះទេដូច្នេះហើយក្រៅពីកម្លាំងកាយគាត់គ្មានអ្វីខុសពីមនុស្សអត់ប្រយោជន៍នោះទេនិយាយចប់ដាក់មិនដៃយ៉ាងខ្លាំងទៅកាន់ពោះកំណាចមួយដៃនេះគឺគ្រប់គ្រាន់ក្នុងការសម្លាប់ទៅកាន់វាហើយក៏បាននិយាយថានេះគឺជាសច្ចហាថ្ងៃត្រង់របស់យើងឃើញបែបនេះក្មេងស្រីកញ្ជើងពិតជាសប្បាយចិត្តជាខ្លាំងព្រមទាំងគិតថាសត្វបិសាចកម្រិតទី3បងប្រុសវូលីនតាមមីដៃគឺស្លាប់បាត់ទៅហើយស្រាប់តែពេលនោះក៏មានអ្នកដាំដុះម្នាក់និយាយឡើងក្តែងថាសត្វបិសាចមួយនេះជារបស់យើងទេមិនបានជាពួកឯងហ៊ានសម្លាប់ទៅកាន់វាគ្រាន់តែលើបែបនេះវូលីនពិតជាភ័យខ្លួនខ្លាំងមែនទែនក៏បញ្ញាប់សុំទោសទៅកាន់បរិសម្នាក់នោះក៏គិតក្នុងចិត្តថាគ្រាន់តែជាបិសាចកញ្ជ្រោងតូចម្នាក់នឹងបរិសដែលគ្មានការដាំដុះប៉ុណ្ណោះគិតរួចគេក៏ថាពួកឯងមិនចាំបាច់សុំទោសស្អីគេទេឆាប់ទោសស្នៀតរបស់យើងភ្លាមទៅក្បាច់ដាវទុនខ្សោយក្បាច់ដាវមួយនេះវាពិតជាខ្សោយពិតមែនវូលីនប្រើដៃតែមួយខាងប៉ុណ្ណោះក្នុងការចាប់វាឃើញបែបនេះគាត់គៀនខ្លាំងមែនទែនតែវូលីនក៏ថាអូសុំទោសដែលខ្ញុំច្រឡំចាប់ដាវរបស់នេះលើបែបនេះបរិសម្នាក់នោះក៏បានកើតសាច់ថ្មីប្រហែលជាគេមានការយល់ច្រឡំហើយមើលទៅអ្នកដែលទប់ទល់ប្រកាសជាគ្មានស្រីម្នាក់នោះជាមិនខានលើភ្លៀងគ្មានស្រីកញ្ជ្រោងក៏បានតបថាបើខ្ញុំមានអ្នកទប់ទល់វិញអ្នកចិត្តរយូរហើយដោយមិនទាន់ឲ្យចាត់គេក៏បានប្រើប្រាស់ស្នាថ្មីមួយផ្សេងទៀតដែលមានឈ្មោះថាបាសៃហោះឡើងទៅខាងលើមេឃតែវានៅតែមិនបានផលទៅលើវូលីនគេក៏ឆ្ងល់ហើយមិនបានជាគេចាប់វាបានម្ដងទៀតអញ្ចឹងវូលីនក៏និយាយទាំងភ័យថាសូមអ្នកសម្លាប់តែខ្ញុំទៅចោះលើកលែងទោសទៅឲ្យសៀវយូផងគ្រាន់តែលើបែបនេះក្មេងស្រីកញ្ជ្រោងពិតជារំភើបខ្លាំងមែនតើប៉ុន្តែបរិសជោគជ័យមិនទាន់ទាំងអស់ចិត្តនៅឡើយទេបន្តប្រើប្រាស់ស្នាដៅតែច្រើនសន្ធឹកសន្ធាប់ពេលប្រហារទៅកាន់វូលីនយ៉ាងណាក៏ដោយវូលីនប្រើប្រាស់ល្បឿនយ៉ាងលឿនចាប់ទៅកាន់ដាវទាំងអស់នៅភ្លាមព្រមទាំងនិយាយថាលោកកុំបារម្ភអីខ្ញុំចាប់វាបានអស់ហើយដល់ដំណាក់កាលមួយនេះបរិសជោគជ័យក៏បានផ្លាស់ប្ដូរអរិយាបថ180ដឺក្រេតែម្ដងដែលការនិយាយរបស់គេនឹងពិតជាគួរសមចំពោះវូលីនជាខ្លាំងតែមុននឹងចាយចេញវូលីនក៏ផ្ដល់អនុស្សាវរីយ៍មួយជូនទៅកាន់គេផងដែរធ្វើឲ្យគេនឹងភ័យស្ទើរតែស្លាប់បាត់ទៅហើយជាពិសេសទៀតនៅកញ្ញាស៊ីយូក៏គំរាមទៀតថាបើសិនបើឯងហ៊ានតែនិយាយព្រឹត្តិការណ៍ថ្ងៃនេះនៅជីវិតរបស់ឯងនឹងខ្សិនខ្សោយហើយគេក៏យកព្រមភ្លាមតាមម្ដងវូលីនក៏
ទៅហៅកញ្ញាសៀយូឲ្យបញ្ញាប់ចាយចេញបរោះជោគជាំពុជិឆ្ងល់ហើយតើពួកគេនឹងគឺជាដំណើរឲ្យប្រកបទៅយ៉ាងណាមិញគេមិនបោះបង់ចោលកំណត់មួយនេះទេគេប្រកាសជានឹងប្រឹងទៅកម្មប្រតិចាម្នាក់នៅក្នុងនិកាយសនធានឲ្យមកកំចាត់បិសាយអរិយទាំងអស់នេះចេញជាមិនខាននិយាយរួចគេក៏បន់សយនៅតាមផ្លូវពេលត្រឡប់មកវិញកញ្ញាសៀយូក៏ថាសំបីតែអ្នកដែលនៅកម្រិតទី4ក៏បងប្រុសអាចកំចាត់បានយ៉ាងងាយដែរតែហេតុអីបានជាបងប្រុសតែងតែគិតថាខ្លួនឯងខ្សោយជាមនុស្សធម្មតាអញ្ចឹងវូលីងក៏តទៅវិញថាតើសមត្ថភាពប៉ុនខ្ញុំនឹងអាចយកឈ្នះទៅកាន់អ្នកដំដោះដោយរបៀបណាទៅប្រហែលជាគាត់លេងសើចជាមួយនឹងយើងហើយដូច្នេះគាត់ត្រូវតែបន្តបង្ខាត់កម្លាំងរាងកាយរបស់គាត់បន្ថែមទៀតឃើញបែបនេះក្មេងស្រីសៀយូក៏ឆ្ងល់ហើយតើការបង្ខាត់កម្លាំងរាងកាយនឹងវាសំខាន់ណាស់មែនទេតែកាន់តែយូរទៅបងប្រុសវូលីងពិតជាគួរឲ្យស្រឡាញ់ខ្លាំងណាស់ស្អីរឿងបន្តទៀតក៏កាត់នៅពេលដែលពួកគេធ្វើដំណើរមកកាន់រូងភ្នំដែលក្នុងរូងភ្នំមួយនោះផងដែរមានបិសាចមួយក្រុមគាត់និយាយថាយើងពិតជាចង់ដឹងខ្លាំងណាស់ថានរណាហ៊ានចូលមកក្នុងរូងភ្នំរបស់យើងតើពួកគេមិនដឹងទេមែនទេថានេះគឺជារូងភ្នំរបស់បិសាចវូលីងក៏ថាខ្ញុំត្រឡប់មកវិញហើយនេះគឺជាអាហារពួកគេពិតជាមានភាពសប្បាយរីករាយខ្លាំងមែនទែនពេលឃើញបែបនេះវូលីងក៏បានគិតថាបើទោះបីជាពួកគេមើលទៅមិនមែនជាមនុស្សល្អក៏ដោយប៉ុន្តែពួកគេក៏ជាគ្រួសាររបស់គាត់ផងដែរស្រាប់តែពេលនោះឪពុករបស់គាត់ក៏ថាឲ្យមិនបានជួបជើងរយៈពេល3ម៉ោងមកហើយតើឯងនៅតែចាប់ទុកយើងជាឪពុកដែរទេវូលីងក៏ប្រាប់ពីមូលហេតុទៅដែលគាត់ពិតជារវល់ក្នុងការស្វែងរកម្ហូបខ្លាំងមែនទែនដូច្នេះហើយពិតជាគ្មានពេលនោះទេតែក្នុងចិត្តគាត់វិញក៏បានគិតថាឪពុករបស់គាត់នឹងដូចជាមានចរិតដូចជាកូនក្មួយអញ្ចឹងឪពុករបស់គាត់ក៏បន្ថែមទៀតថាឯងមិនចាំបាច់រកលេសនោះទេមើលទៅឯងប្រកាសជាត្រូវបានក្មេងស្រីកញ្ជ្រោងមួយនោះបោកបញ្ឆោតឲ្យចុះលើភ្នំទៀតហើយវូលីងក៏ចង់បដិសេធក៏ប៉ុន្តែឪពុករបស់គាត់ក៏សង្កត់ធ្ងន់ទោះបីជារយៈពេលពី1ឆ្នាំបានកន្លងផុតក៏ដោយក៏យើងនៅតែចាំមិនភ្លេចនៅទង្វើរបស់មនុស្សក្បត់ទាំងអស់នោះចុះបីចៃដន្យឯងត្រូវបានសម្លាប់ដោយមនុស្សទាំងអស់នោះតើឯងចង់ឲ្យមនុស្សចាស់ម្នាក់នេះកប់សពរបស់ឯងមែនទេវូលីងរបស់យើងក៏សុំទោសផងដែរក៏ប៉ុន្តែពេលដែលទាំងអស់នេះក៏បានស្ដាប់រយៈពេលពី1ឆ្នាំមកហើយបើទោះបីជាការចោទផលិតភ្នំមួយនេះគាត់ត្រូវស្លាប់ឬក៏រស់ក៏ដោយក៏គាត់ពិតជាមិនចង់រស់នៅក្នុងទីជ្រៅមួយនេះជារហូតនោះទេពេលលើបែបនេះពូរបស់គាត់មិនយល់ស្របនោះទេព្រោះថាកម្រិតនៃការដាំដុះរបស់គាត់នឹងបានចប់កាលនៅកម្រិតទី1អស់រយៈពេលពី1ឆ្នាំមកហើយការចេញទៅខាងក្រៅគឺមានតែរកសេចក្តីស្លាប់ប៉ុណ្ណោះប៉ុន្តែក្មេងស្រីស៊ីយូក៏បកស្រាយទៅថាមុននឹងយើងចូលមកកាន់ទីនេះក៏បានជួបទៅកាន់អ្នកដាំដុះម្នាក់ផងដែរដែលគាត់ស្ថិតក្នុងកម្រិតទី4ដំណាក់កាលដំបូងតែត្រូវបានបងប្រុសវូលីងនឹងកម្ចាត់ត្រឹមតែមួយដៃប៉ុណ្ណោះវូលីងក៏ថាគ្រាន់ជាការយកច្រឡំប៉ុណ្ណោះប៉ុន្តែឪពុករបស់គាត់ក៏គិតផងដែរតើអ្នកដាំដុះអាចមកដល់ទីនេះដោយរបៀបណាទៅហើយតើកូនប្រុសរបស់គាត់នឹងខ្លាំងដោយរបៀបណាគាត់រួយគាត់ក៏និយាយថាឥឡូវនេះឯងអាចកម្ចាត់អ្នកដែលមានកម្រិតទី4បានចុះបើឯងជួយជាមួយអ្នកដែលមានកម្រិតខ្ពស់ជាងនេះតើឯងដោះស្រាយដោយរបៀបណាទៅពេលឮសំណួរមួយនេះវូលីងពិតជាបាក់ក្នុងការឆ្លើយឪពុករបស់គាត់ក៏បន្ថែមទៀតថាកុំគិតថាឯងអាចកម្ចាត់អ្នកដាំដុះដល់កំពេចកំពុកមួយហើយគិតថាខ្លួនឯងខ្លាំងគ្មានគ្រូព្រាបអសោះវូលីងក៏តបទៅវិញទៅថាគាត់នឹងតស៊ូរហូតដល់ជីវិតចុងក្រោយក៏ព្រោះថាមានតែការធ្វើបែបនេះទេទើបធ្វើឲ្យជីវិតរបស់គាត់នឹងឈានទៅមុខមួយកម្រិតទៀតបើគាត់រងចាំតែនៅក្នុងរូងភ្នំមួយនេះតើកម្រិតរបស់គាត់នឹងអាចកើនឡើងដោយរបៀបណាទៅកាលពីខ្ញុំនៅតូចអ្នកទាំងអស់គ្នាជាអ្នកការពារខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំធំពេញវ័យហើយខ្ញុំនឹងការពារអ្នកទាំងអស់គ្នាវិញម្ដងពេលនោះកញ្ញាសៀយូក៏បន្ថែមថាអ្នកទាំងអស់គ្នាសើតែពីរឿងមួយទៅហើយដោយសារតែបងប្រុសវូលីងក៏ស្ថិតក្នុងកម្រិតទី1នៅគាត់គ្មានអរ៉ាឬក៏ចំហាយរបស់បិសាចនោះទេដរាបណាគាត់មិនបង្ហាញវានោះអត្តសញ្ញាណរបស់គាត់នឹងមិនត្រូវបានមនុស្សទាំងអស់នោះដឹងនោះឡើយទោះបីជាបែបនេះក៏ដោយក៏ពុករបស់គាត់មិនយល់ព្រមនោះទេដរាបណាគាត់នៅតែជាបិសាចនៅចំហាយបិសាចនៅតែអាចលេចចេញបានយ៉ាងណាក៏ដោយវូលីងគឺសម្រាប់ចាត់ចាយចេញទៅហើយបើអំណាចការមួយនេះទៅហើយឪពុករបស់គាត់ក៏ប្រកាសស្លាប់បញ្ជីមួយទៅឲ្យគាត់ព្រមនឹងបញ្យល់ថានេះគឺជាស្លាប់បញ្ជាសម្រាប់ប្រឡងចូលនិកាយសនធានគ្រាន់តែលើឈ្មោះនិកាយសនធានភ្លាមកញ្ញាសៀយូពិតជាព្យាបាលព្រោះថានិកាយមួយនេះគឺជានិកាយមួយនៅក្នុងសកលលោកបើយោងតាមពាក្យចាំរាមនោះនាងហើយណាអ្នកដែលបញ្ចប់ការសិក្សាក៏ស្ថិតក្នុងកម្រិតទី3ដែរគាត់ក៏តបថាត្រូវហើយវាគឺជានិកាយសនធានតែកញ្ញាសៀយូក៏លើកហេតុផលថាតើវាមិនមែនជាកន្លែងដែលបណ្ដុំទៅដោយអ្នកវឹកហាត់ទេមែនទេបើបងប្រុសវូលីងតើបកជាមានគ្រោះថ្នាក់គាត់ក៏បានលើកទ្រឹស្ដីមួយថាកន្លែងដែលគ្រោះថ្នាក់គឺជាកន្លែងដែលមានសុវត្ថិភាពបំផុតលើពីនេះទៅទៀតនោះគឺនិកាយសនធានគឺជាកន្លែងដែលដាំដុះដ៏ល្អបំផុតដូច្នេះវាជាកន្លែងដ៏ល្អមួយសម្រាប់វូលីងក្នុងការវឹកហាត់ថ្ងៃដែលវូលីងចាក់ចេញក៏បានមកដល់អីវ៉ាន់ដែលត្រូវបានខ្ចប់ពិតជាមានចំនួនដ៏ច្រើនរហូតដល់តោនទៅហើយកញ្ញាសៀយូនៅតែមានការងឿងឆ្ងល់តើស្លាប់បញ្ជាដ
ដែលមានតម្លៃមួយនេះតើគាត់ទទួលបានដែររបៀបណាទៅឪពុកវូលីងក៏បានតបថាឯមិនចាំបាច់ចង់ដឹងនោះទេព្រោះថាពេលនេះយើងមានអារម្មណ៍ថាយើងមិនអាចទប់ស្កាត់នៅឬក៏ខំញ៉ាំរបស់យើងទៀតឡើយវិធីដែលយើងអាចកាត់បានគឺមានតែបញ្ជូនវូលីងឲ្យទៅវឹកហាត់ក្នុងនិកាយសនធាននោះទេទើបគាត់អាចរស់បានចំពោះអានកំបាំងឬក៏ខំញ៉ាំមួយនេះយើងពឹងលើនេះហើយកញ្ជ្រោងក៏ទេ9កញ្ញាសៀយូក៏ថាវាគ្មានបញ្ហានោះទេប៉ុន្តែបន្ទាប់ពីខ្ញុំនិងបងប្រុសវូលីងចាក់ចេញទៅតានណាជាអ្នករកអាហារជូនអ្នកទាំងអស់គ្នាគ្រាន់តែលើបែបនេះពួកគេក៏បញ្ញាប់ញ៉ាំអាហារទាំងនោះភ្លាមតែម្ដងព្រោះថានេះជាអាហារចុងក្រោយសម្រាប់ពួកគេហើយពេលដែលកញ្ញាសៀយូបំរុងនឹងចាក់ចេញឪពុកវូលីងក៏បានថែមទៀតថាអ្នកត្រូវតែចងចាំថាពិភពលោកមួយនេះរៀបនឹងដួលរលំទៅហើយដូច្នេះអ្នកត្រូវតែជួយឲ្យវូលីងដាននៅឬក៏ខាមញ៉ាំរបស់គេនឹងឲ្យបានឆាប់ឡាបន្ទាប់ទៀតក៏បង្ហាញពីការចូលរៀននៅក្នុងនិកាយសនធានដែលមនុស្សគ្រប់គ្នាបានតម្រង់ជួយជាច្រើនក្នុងការប្រឡងចម្លែកតែវូលីងនោះទេដោយសារតែអេវ៉ាន់ច្រាស់ខ្លាំងពេកទាក់ទាញចំណាប់អារម្មណ៍មនុស្សគ្រប់គ្នាជាខ្លាំងអ្នកធ្វើតែក៏ប្រាប់ទៅកាន់អ្នកគ្រប់គ្នាថានៅពេលដែលអ្នកទាំងអស់គ្នាដាក់ស្លាបបញ្ជាចូលរៀននៅក្នុងមាត់ខ្លាមួយនេះនោះវានឹងផ្ទៀងផ្ទាត់អត្តសញ្ញាណដោយស្វ័យប្រវត្តិតែម្ដងបើសិនបើអត្តសញ្ញាណគឺជាបិសាចខ្លាមួយនេះនឹងខំដៃជាមិនខានគ្រាន់តែលើបែបនេះវូលីងក៏បានបាយញើប៉ិនក្របពីងយកតែម្ដងតើស្លាបបញ្ជាតែពុករបស់គាត់ឲ្យនឹងខ្លាំងខ្លាយទៅដឹងបើសិនបើអត្តសញ្ញាណជាបិសាចត្រូវបានបង្ហាញនោះគាត់ប្រកាសជាស្ពៃហើយនិយាយមិនទាន់ចប់ពីមាត់ផងបរមអ្នកត្រូវបានតើនោះខំដៃបង្ហាញរូបរាងបិសាចបាត់ទៅហើយតែប្រូម៉ាប់ក៏បញ្យល់ថាថ្មមួយនោះពិតជាមិនធម្មតានោះទេបើវាខំដៃឯគឺមហាសែនជាប់ទីមិនចេញនោះទេលើបាននេះវូលីងរត់តែភ័យចំណែកឯប្រូបិសាចវិញក៏បកស្រាយថាខ្ញុំមកទីនេះគ្រាន់តែទស្សនាប៉ុណ្ណោះមិនមែនបំណងបាបដោះនោះទេអ្នកសាឡបងក៏ថាកុំនិយាយមិនសមហេតុផលឆាប់ចាប់គេទៅដាក់គុកទៅអ្នកបន្ទាប់គឺដល់ពេលវូលីងរបស់យើងហើយតែគ្រូសាឡបងក៏ថាយើងមើលរូបរាងរបស់ឯងទៅពិតជាគួរឲ្យសង្ស័យខ្លាំងណាស់ឯបញ្ញាប់ដាក់ស្លាបបញ្ជារបស់ឯងទៅវូលីងពិតជាភ័យញ័រខ្លួនជាខ្លាំងញ័រស្ទើរតែរញ្ជួយផែនដីទៅហើយវាក៏សំណាងផងដែរដែលស្លាបបញ្ជារបស់គាត់នឹងមិនមានបញ្ហាតែខណៈពេលនោះតោថ្មក៏បានហាមាត់យន្តធំបំរុងខំដៃទៅកាន់វូលីងខំបានតែបន្តិចវាក៏ផ្ទុះក្បាលខ្ទេចតែម្ដងពេលឃើញបែបនេះវូលីងក៏បញ្ញាប់សុំទោសថាគាត់នឹងធ្វើវាវិញភ្លាមអ្នកសាឡបងក៏ចាត់គាត់ថាជាអ្នកវឹកហាត់បិសាចបញ្ជាឲ្យអ្នកយាមចាប់ទៅកាន់វូលីងរបស់យើងវូលីងក៏ថាខ្ញុំមិនមែនជាបិសាចទេអ្នកសាឡបងក៏បានតបថាបើឯងមិនមែនជាបិសាចទេតាតោថ្មនឹងខំដៃឯងដែររបៀបណាទៅគ្រាន់តែលើបែបនេះវូលីងរបស់យើងគ្មានពាក្យវិចារនោះទេប៉ុន្តែពេលនោះកញ្ញាសៀយូក៏និយាយឡើងថាឯងមិនទាន់មានផុសតាំងនោះទេមិនបានជាឯងហ៊ានចាប់ទៅកាន់គាត់គេក៏បានតបទៅតើអ្នកគឺជាបិសាចមកពីពិភពណាទៅមិនបានជាហ៊ាននិយាយនៅទីនេះកញ្ញាសៀយូក៏បានតបថានេះគឺជាអ្នកការពាររបស់វូលីងរបស់យើងអ្នកទស្សនារបស់យើងក៏លន់មាត់ថាមើលទៅបរិះនេះមិនមែនមានឋានៈធម្មតានោះទេទើបមានអ្នកអំរើដែលជាបិសាចកញ្ជ្រោងបែបនេះកញ្ញាសៀយូក៏បន្ថែមថាមុននឹងឯងចាំមកកាន់ពួកយើងនោះឯងគួរតែប្រិនមើលស្លាបបញ្ជាមួយនោះឲ្យបានត្រឹមត្រូវសិនទៅបន្ទាប់ពីគេបានបណ្ឌិតមើលទៅកាន់ស្លាបបញ្ជាមួយនេះហើយដឹងថាវាគឺជាស្លាបបញ្ជាលេខ1ដ៏ល្បីល្បាញរបស់និកាយសនធានដូច្នេះហើយគេក៏អនុញ្ញាតឲ្យវូលីងរបស់យើងនឹងចូលទៅខាងក្នុងពេលបានចូលភ្លាមវូលីងពិតជាធូរទ្រូងជាខ្លាំងកញ្ញាសៀយូប្រាប់គាត់ថាកុំឲ្យភ័យខ្លាំងពេកដរាបណាគាត់ធ្វើសភាពដូចជាមនុស្សធម្មតានោះប្រកាសជាគ្មានអាណាម្នាក់សង្ស័យមកកាន់គាត់នោះទេថ្ងៃថ្មីក៏បានចាប់ផ្ដើមសិក្សានុសិស្សទាំងអស់ក៏បានមកជួបជុំគ្នានិយាយអំពីរឿងអ្វីផ្សេងអញ្ចឹងទៅអ្នកដែលទទួលបន្ទុកគឺជាលោកគ្រូយេនលីពេលនោះលោកគ្រូឡាវហុងក៏បាននិយាយថាយេនលីតើសិស្សនៅឆ្នាំនេះពួកគេមានលក្ខណៈសម្បត្តិល្អដែរទេលោកគ្រូយេនលីក៏តបថាវាមិនអាក្រក់នោះទេហើយក៏មានសិស្សដែលមានទេពកោសល្យមួយចំនួនផងដែរដូចជាកញ្ញាបៃទីដែលមកពីនិកាយដើមព្រិលខណៈនោះប្រូសសក៏បាននិយាយថាស្រីស្អាតតើអ្នកមានចំណាប់អារម្មណ៍ក្នុងការវឹកហាត់ជាមួយខ្ញុំដែរទេកញ្ញាបៃទីក៏តបតែមានទំនុកចិត្តថាឆាប់ចេញទៅសម្រស់របស់នាងពិតជាស្រស់ស្អាតភ្នែកហើយតាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនរបស់យើងយ៉ាងច្រើនអ្នកខ្លះក៏អសរថាកញ្ញាបៃទីពិតជាមានទេពកោសល្យខ្លាំងណាស់បានវឹកហាត់ទៅកាន់កម្រិតទី2ត្រឹមតែអាយុ11ឆ្នាំប៉ុណ្ណោះចំណែកកញ្ញាបៃទីវិញក៏ទាំងមើលងាយថាមនុស្សទាំងនេះគ្មានអ្វីអស្ចារ្យនោះទេបន្ទាប់មកសេរីរបស់យើងនេះភាគទី1ត្រូវបានកត់ចាប់ត្រឹមហ្នឹងគឺមានតរងចាំទស្សនានៅបន្តទៀតជាមួយនឹងadminនោះទេបើសិនបើមានអ្នកក្លាហានរូបណាមានសទ្ធាជ្រះថ្លាចង់ឧបត្ថម្ភកាន់admin AI ឧបត្ថម្ភតាមរយៈ QR code ខាងលើនេះបានadminមានតែពីថាអរគុណនឹងជូនពរអ្នកទាំងអស់គ្នារស់ស៊ីទៅទីមានបានទៅណាមកណាប្រកបដោយសុខសុវត្ថិភាពពេលនេះពិស្ដា adminបាយ